ហើយថាប្រទេសផ្ដាស់ចោះដោយសារអីចំណាត់ការច្រើនណាស់របស់រដ្ឋបាលលោកត្រាំនេះដែលធ្វើមិនត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញឬក៏ច្បាប់ជាតិឬក៏ស្អីច្រើនណាស់ហើយខ្ញុំមិនមែនជាអ្នកថាទេគឺដោយសារតែតុលាការសហរដ្ឋអាមេរិកទាំងតុលាការជាតិទាំងតុលាការកំពូលរបស់ជាតិនឹងគឺសម្រេចព្រមគ្នាច្រើនលើកច្រើនគ្រាហើយគឺទប់ផងបង្អាក់ផងទាត់ចោលផងបដិសេធផងនៅចំណាត់ការបែបនេះច្រើនករណីណាស់រាប់មិនអស់ទេដោយសារតែប្រព្រឹត្តខុសច្បាប់រដ្ឋធម្មនុញ្ញផងប្រព្រឹត្តខុសច្បាប់ជាតិផងនីតិវិធីរដ្ឋបាលផងលក្ខនឹងលក្ខឥឡូវនេះគឺយើងដឹងថានយោបាយប្រែប្រួលប៉ុន្តែមិនមែនប្រែក្រឡាប់ចាក់ទេរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកនឹងវានៅតែដដែលខ្លឹមសាររបស់រដ្ឋធម្មនុញ្ញក៏នៅតែដដែលប្រជាពលរដ្ឋអាមេរិកនៅតែបោះឆ្នោត4ឆ្នាំម្ដងដដែលហើយត្រូវបោះឆ្នោតរើសតំណាងរាស្ត្ររបស់គេដដែលមានសិទ្ធិបញ្ចេញមតិដដែលដើរហើរដដែលប្រកបរបរទទួលទានដដែលគឺអត់មានអីប្រែប្រួលទេគឺវាមានការប្រែប្រួលមួយចំនួនមួយរយៈភ្លើងច្បាងហ្នឹងតិចទៀតទៅក៏វាស្ងប់វិញទៅធម្មតាទេក៏ប៉ុន្តែក្នុងពេលហ្នឹងគឺមានមន្ត្រីមានក្រុមឃោសនិកឆ្លៀតឱកាសផ្សព្វផ្សាយព័ត៌មានមិនពិតដើម្បីបង្កឲ្យមានការភ័យខ្លាចឬក៏អាចថាបោកប្រាស់ប្រជាពលរដ្ឋហ្នឹងគិតថាខ្លួនឯងនឹងនិយាយអីទៅគេជឿក៏ប៉ុន្តែបោះអស់លោកមួយចំនួនគាត់ភ្លេចគិតមើលថាជួនកាល Facebook របស់គាត់ផ្សាយទៅនឹងមានអ្នកចុចមើល2នាក់ឬពេលខ្លះហ្នឹង9ម៉ោងគ្មានអ្នកមើលម្នាក់ក៏មានដែរប៉ុន្តែមិនដឹងថាគាត់ដឹងខ្លួនឬក៏មិនដឹងខ្លួនខ្ញុំក៏មិនដឹងថ្មីនេះមានចាងវាងកាសែតណាមួយទៀតនោះខ្ញុំនិយាយទៅឲ្យតែនិយាយពីរឿងចាងវាងកាសែតហ្នឹងខ្ញុំអត់ចង់ចលក់សោះដោយសារតែវាខាត់ពេលវេលានឹងសម្បើមតែម្ដងព្រោះរឿងយើងវាមានប្រយោជន៍សម្រាប់ជាតិនឹងវាមកកណកដឹកដែលយើងនិយាយមិនអស់ណាតើពេលយើងចំណាយពេលវេលាទៅនិយាយពីរឿងអត់បានការជួនកាលវាខាត់ពេលប៉ុន្តែខ្ញុំគិតថាខាត់ពេលម្ដងនេះក៏មានប្រយោជន៍សម្រាប់បងប្អូនទាំងអស់គ្នាដែរកុំឲ្យថាមិនបានតបសោះខ្ញុំតបនៅពេលដែលមានជនណាម្នាក់ដែលជាឃោសនិករបស់រដ្ឋាភិបាលកម្ពុជាផ្ដាច់មុខតែម្ដងគឺកាប់មុខគឺថាបិទភ្នែកនិយាយយកតែម្ដងគឺថាខ្លួនឯងជាអ្នកសារព័ត៌មានអីហ្នឹងក៏ដោយគឺចិត្តតែនិយាយឲ្យតែបានឲ្យរួចពីមាត់ទៅដើម្បីផ្គប់ចិត្តសบายចិត្តរដ្ឋាភិបាលប៉ុន្តែបាត់ព័ត៌មានពិតមិនដឹងថាគាត់សំអាងវិជ្ជាជីវៈអីគេដែរហើយខ្ញុំនិយាយអំពីសាររបស់ចាងវាងសារព័ត៌មានមួយហើយបងប្អូនចិត្តតែសួរខ្ញុំថាចោះមិនព្រមប្រាប់ឈ្មោះអីទៅខ្ញុំមិនចាំបាច់ប្រាប់ឈ្មោះទេបងប្អូនដឹងថាទៅរកមើលទៅខ្លួនឯងគាត់ថាខ្ញុំមិនខ្វល់ចាងវាងណាទេតែខ្ញុំគ្រាន់តែចង់ជម្រាបបងប្អូនចេះរឿងសំខាន់គឺព័ត៌មានដែលមិនពិតហើយពួកគាត់ផ្សព្វផ្សាយដែលធ្វើឲ្យគេអាចយល់ច្រឡំបានហើយបើថាបងប្អូនសាមញ្ញធម្មតានិយាយស្អីខ្ញុំមិនទៅឈឺក្បាលទេប៉ុន្តែនៅពេលដែលយើងធ្វើជាចាងវាងកាសែតដែលផ្សព្វផ្សាយព័ត៌មានអីផងដូច្នេះវាជាអតីតអ្នកសារព័ត៌មានដែរខ្ញុំវាថាទៅជាវាទ្រាំមិនបានដែលត្រូវថាបញ្យល់ប្រាប់បងប្អូនរឿងគឺអញ្ចេះបងប្អូនប្រហែលថ្ងៃហ្នឹងគឺគាត់ឆ្កាងដៃឆ្កាងជើងគាត់ប្រាប់ទៅខាងពួកក្រុមប្រឆាំងអ្នកតស៊ូមតិអ្នកបកប្រឆាំងអីហ្នឹងគឺថាឲ្យប្រយ័ត្នខ្លួនឲ្យមែនតើព្រោះនយោបាយសហរដ្ឋអាមេរិកគឺប្រែប្រួលហើយគេនឹងចាប់បញ្ជូនទាំងអស់ពួកបកប្រឆាំងដែលអ្នកខ្លះសុំសិទ្ធិជ្រកកោននយោបាយនៅសហរដ្ឋអាមេរិកត្រឡប់មកប្រទេសកម្ពុជាវិញបងប្អូនព័ត៌មានបែបនេះណាគឺជាព័ត៌មានបំភ្លៃបំផ្លាស់បំភាន់មតិប្រជាពលរដ្ឋទូទៅហើយខ្វះមូលដ្ឋានទៀតហើយចេះតែនិយាយដើម្បីឲ្យតែពិរោះដើម្បីក្នុងចេតនាមួយគឺឲ្យបងប្អូនទាំងអស់ស្ដាប់ទៅភ័យលែងតវ៉ាលែងហ៊ានប្រឆាំងរដ្ឋាភិបាលលែងអីទេព្រោះដោយសារអីខ្លាចគេចាប់បញ្ជូនទៅស្រុកខ្មែរវិញខ្ញុំថាបើសិនជាព័ត៌មាននេះពិតដោយគាត់ថាខ្ញុំដូចជាមិនមានអីដែលត្រូវមកលើកឡើងមកនិយាយអីវែងឆ្ងាយខ្ញុំគ្រាន់តែជម្រាបប្រាប់បងប្អូនចេះគោលនយោបាយរបស់សហរដ្ឋអាមេរិកមកដល់ពេលនេះគឺចាប់បញ្ជូនតែជនអន្តោប្រវេសន៍ខ្វះឯកសារមកខ្ញុំសូមជម្រាបឲ្យច្បាស់គឺចាប់តែជនអន្តោប្រវេសន៍ខ្វះឯកសារទី1ទី2ជនអន្តោប្រវេសន៍ដែលខ្វះឯកសារហ្នឹងបើអត់ទាន់ប្រព្រឹត្តបទល្មើសអីគឺនៅមាននីតិវិធីទុកគាត់នៅក្នុងសហរដ្ឋអាមេរិកនឹងយូរឆ្នាំតទៅទៀតប៉ុន្តែបើប្រព្រឹត្តបទល្មើសអូក្រិតដែលផ្ដំទាទោសជាប់គុកជាប់ច្បាប់គឺដឹងទៅហើយត្រូវតែបញ្ជូនទៅជាដាច់ខាតហើយក៏មាននីតិវិធីមុននឹងបញ្ជូននឹងក៏ច្រើនឆ្នាំឬក៏ច្រើនខែអីអញ្ចឹងមាននីតិវិធីឃុំខ្លួនឃុំអីហ្នឹងគឺថាតតាំងប្តឹង
xa tục đằng ấy nâng mà cái nó có đặc tiệt vì quen ngay nâng sầm nhẹ nè bật ổ cật thuần ngò phong nên về bản nè ọt ai cái xa với cứ miền cao lực lên chán nè nhị tới cứ phải chun tới chơi phải chun nữa nè ọt ai cái xa nó sọc ẩm rịch ní cứ đập mùi liên nè bằng ổn mà anh tích tết nè đập mùi liên nè vậy mà năm phải chun ban mà liên cứ trai cả đập mùi năm tầm vậy phải chunแต่ตรามก็มีเป็นแต่บุญชนะไหมให้เรื่องนี้กี่แม่ไปจูนแต่ขนมรัฐบาลลูกตรามเต้ลูกใบดันก็ไปจูนเหมือนนึกจราเชียงลูกตรามพอก็เกิดเวอสงัดเหมือนกระดุมกระแดงโดยกอดcái nơi taไปจูนโฮหายจำปะใต้nơi taเมียนโจเมียนจังจังดับมาเตลโจดอกมาเตลโจมาเตลจังเตกลับเตลจังเตดอกปีจังโจมวยมาเวงจังเตวิมือเตวิลมาเวงจังเตไอ้เรื่องนี้เข้มจ้องนี่ยี่อ่ะปีบับสารอเมริกให้เข้มจ้องเป็นยุลปรับบอมโอนท่าไว้เตอได้ให้ท่าเจียเนี่ยสมสิทธิ์จรกาวน์พนัยนโยบายจนเพียคล้วนไอ้จังขยมอดในยี่ปีเนี่ยขมิ้นไอ้กษาขมิ้นไอ้เตี้ยเต้ปลัวเนี่ยขว่าไอ้กษานั่นคือจีเรื่องไปย่างปลัวไว้ได้ขยมจ้องชลายตอบในทีนี้คือจ้องในยี่ปีเนี่ยได้สมสิทธิ์จรกาวน์พนัยนโยบายหรือก็จีจนเพียคล้วนได้ตัวสกอลโดยรัฐบาลสหรัฐอเมริกเอามารู้เนื้อโดยสอบฉบับในสหรัฐอเมริกให้อะไรนี่กำปงแต่รองกาบ่มเพลย์ปอดเมียนทานเนี่ยต่างอ้อนู้ได้จีกรมประชังตัวบานสิทธิ์จรกาวนโยบายไอ้นั่งกระดอยนั่งกลมอเอเปปลัวไอ้อเมริกอาจนั่งจับเป็นจูนเตยปฏิกรรมไปเจียวิงวันพอนี้จีดำนั่งอากอดซัลเหมือนกันกับดำนั่งบักปราเหมือนกันเข้มกรอนแต่จุ่มเรียบจะท่าสหรัฐอเมริกมันจุ่มปูแต่รัฐบาลลูกตรามนั่งกอดมือคืนกระดุมกระแดงประเด็นนู้ชุบนี่ผมเรียกกระทรวงนู้ไอ้นะปัญหาอเมริกตอนกับหลับจะเตะจุบับตำรวจในแต่ตั้งเรื่องธรรมดากรณีท่ากำรัดนโยบายวิมีนพิบระซาบหรือเปิดไอ้ติดจับปัญหาไงอเมริกจะมีจุบับระบักล้วนมัวม้วนหายกรุบฉบับแต่งอันตรจิตเซ็งมือจำนวนเตียดมันแม้รัฐบาลลูกตรามจะเนี่ยกรุบเตะประเจี๊ยบรัฐสหรัฐอเมริกมีใจในครองรัฐธรรมนูญรอบดำนอให้แม้รัฐบาลนามวยมั่มลีบานเต้ที่มวยคือในยี่อัมปีบับสไดอัมปีสินจิตนึงอันเตาเปล่าเวยังหา INA ในขนมพนัยปีร้อยปุ่มใบบางปนได้ทายี่ปุ่มเมียนกลุ่มเรียมเกทาเกนำไปจูนเตอร์สกขมายไว้นั่นคือทำมันดังแต่ย่อมีตรานะย่อเมาได้บรรทัดจะตัดท่าตั้งดังบรรทัดเข้มจ้องยี่ทาจะบับสไดอัมปีสินจิตนึงอันเตาเปล่าเวระบอสารอเมริกยังหากัดทา INA นี่คือต้องจุ่มปุกหรือก็ทับพนัยปีร้อยปุ่มใบคือแปะปอนหนึ่งบัดไปยัดมวยได้หนีเยี่ยมปีเรื่องการได้ดับเปียสมัยใส่ลำหนึ่งการประดอสิทธิ์จรกาวนโยบายเอาไปจีบรอดดัตเตกราปีสหรัฐอเมริกนั่งมวยเตี้ยคืออเมริกมีฉบับมวยเตี้ยเกี่ยวกับฉบับสดายอัมพีจนเพียคลุนชนะไม่ปอนผมบุญรอยปลายสับให้ในขนมฉบับนั้นคือการเปียเนี่ยดับเปียสมสิทธิ์จรกาวนในนโยบายหรือก่อนเนี่ยแต่ตัวบ้านสิทธิ์จรกาวนในนโยบายโดยมีสิทธิ์อายุรุ่นในครองสหรัฐอเมริกโดยสอบฉบับอาจทั่วกาให้หล่อโหดอาจตือสมบานเจียบันสนับเนื้อจันไรให้หนึ่งกลายมาเตี้ยคือบานโจสินเจียเตี้ยพองหานี่ขยมยี่แต่เป็นฉบับอเมริกอเมริกจอบกระตับประกาศฉบับอันตรจิตจิตรานเตี้ยที่มุ้ยคือฉบับได้อัมปีแกให้ทาอนุสัญญาสดายอัมปีจนเพียคลุนชนะมาปอนผมบนรอยหาสมุยอเมริกบานจ่อหัตเลขาได้ในขนมนี้จีพิเศษพิธีซาในขนมชนะแบบปอมผมบัวรอยหกสิบผมเปิลนั่งได้หนีเย่บรรเจฉบับบรรทายที่เราปีกระตับประกาศอเมริกในขนมกาเปียจนพีคล้วนหนึ่งเนี่ยได้บานสุดจรกาวนโยบายในสหรัฐอเมริกใกล้ปีนั้นคือเมียนไอเตียคือเมียนสกได้ประกาศเชียสกอลได้อัมปีสุดมนุษย์มิตราดับบุญได้ประเทศอเมริกก็ชีหัตเลขาในสกได้ประกาศเชียสกอลได้อัมปีสุดมนุษย์ทางได้เย่อัมปีไอบานในท่าหน้ามันเนี่ยก็เมียนสุดโดยท่าสมสิทธิ์นโยบายจรกาวนโยบายให้รู้พอดปีกาทัวตกบอกมันนั้นปีประเทศกำนัดระบักล้วนอเมริกอนุมัติฉบับนี้โจจิทอร์มีนจัดสปุ่มเปิลชนะให้วางพลคือตั้งแต่ปีชนะมาปอมปุ่มบัวน้อยทรายสปุ่มใบมาไหมใครธนูชนะมาปอมปุ่มบัวน้อยทรายสปุ่มใบใครปีนั่งเมียนไอเดียคือเมียนแกให้ทาอนุสัญญาอันตรจิตองค์การสหประชาชาติชนะมาปอมปุ่มบัวน้อยห้าสมุยแปะปอนหนึ่งสถานภิบจนเพียงคล้วนหนึ่งการด่าสมเจียใส่ลำนังได้ให้อเมริกแมนเจียประเทศฮัตเลใครในอนุสัญญาองค์การสหประชาชาติชนะปอมบัวน้อยห้าสมุยนั่งเต้ปนใต้ในขนมนู้มีพิธีซาชนะมาปอมปุ่มบัวน้อยหกสมปอลเล็กชมบันจุ่มเยี่ยมเหมือนนั่งได้อเมริกจ่อฮัตเลขา
ដើម្បីទទួលស្គាល់ផ្នែកមួយនៃអនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ1951ហ្នឹងដែលគាត់ចុះតាំងពីឆ្នាំ68មកហ្នឹងគឺ57ឆ្នាំហើយទទួលស្គាល់គោរពតម្លៃរបស់ជនភៀសខ្លួនហើយនឹងអ្នកដែលបានសុំសិទ្ធិច្រកកោននយោបាយអត់មានអ្នកណាមកបំពេញពួកគាត់បានទេច្បាប់នេះការពារយ៉ាងតឹងរឹងអត់មែនចាងវាងកាសែតណាមួយមកថាចេះទៅស្រុកខ្មែរចេះទៅបានគេបញ្ជូនបានស្អីតែចិត្តទៅវាអត់ហើយបើច្បាប់ទាំងអស់នេះការពារអីខ្លះដល់អ្នកដាក់ពាក្យសុំឬក៏អ្នកសុំសិទ្ធិច្រកកោននយោបាយនេះទី1គឺការពារសិទ្ធិឲ្យនៅអាមេរិកបានស្របច្បាប់រួចផុតពីការបញ្ជូនត្រឡប់ទៅប្រទេសដើមកំណើតវិញក្នុងនេះអាចមានទាំងប្រទេសកម្ពុជាផងអ្នកដែលជាបានសុំសិទ្ធិច្រកកោននយោបាយដែលអាមេរិកព្រមទទួលឲ្យស្នាក់នៅនេះគឺទី1អាចធ្វើការទី2អាចធ្វើដំណើរទៅក្រៅប្រទេសបានទី3អាចដាក់ពាក្យសុំធានាក្រុមគ្រួសារបានមកទៀតបើមកតែម្នាក់ឯងអាចធានាក្រុមគ្រួសារបានមកទាំងអស់ទៀតផងលើកលែងតែកូនដែលមានអាយុចាប់ពី21ឆ្នាំទេច្បាប់វាចែងអញ្ចឹងមានអីទៀតបានទទួលផលកម្រៃបឋប្រយោជន៍អីពីសហរដ្ឋអាមេរិកដូចគេដូចឯងអញ្ចឹងទៀតគឺគេឲ្យគាត់មានសិទ្ធិអញ្ចឹងចូលអាកម្មវិធីរដ្ឋាភិបាលផ្ដល់ជំនួយអីគឺគេឲ្យគ្រប់សពជួយគ្រប់សពទៀតមិនមែនឲ្យរស់នៅដូចសត្វដូចសត្វឆ្កែឆ្មាអីទេគឺថាយកចិត្តទុកដាក់ដូចមនុស្សបាទហើយសេវាសុខភាពស្អីនឹងផ្សេងហ្នឹងគឺផ្ដល់ជូនទាំងអ្នកដែលបានសិទ្ធិច្រកកោនផ្នែកនយោបាយទាំងក្រុមគ្រួសារគាត់ផងទៀតហើយគាត់អាចដាក់ពាក្យបន្តទៀតសុំបានស្នាក់នៅអចិន្ត្រៃយ៍5ឆ្នាំក្រោយមកគាត់អាចចូលជាសញ្ជាតិអាមេរិកបងប្អូននៅពេលដែលខ្លាយទៅជាសញ្ជាតិអាមេរិកគឺមិនបាច់និយាយពីរឿងបញ្ជូនទៅស្រុកខ្មែរវិញឬមិនបញ្ជូនទៅស្រុកខ្មែរវិញទៅអានឹងវាលែងជាប្រធានបទដែលត្រូវនិយាយសូម្បីតែ green card ហ្នឹងហើយហ្នឹងក៏បានស្នាក់នៅអចិន្ត្រៃយ៍ហ្នឹងក៏វាផុតពីការធ្វើទុកបុកម្នេញនេះហើយអាមេរិកនេះណាប្រយ័ត្នប្រយែងមែនតើរឿងអ្នកសុំសិទ្ធិច្រកកោនផ្នែកនយោបាយព្រោះប្រទេសអាមេរិកគឺជាប្រទេសបិតាប្រជាធិបតេយ្យដែរទទួលស្គាល់ការគោរពសិទ្ធិមនុស្សយើងក៏មើលលោកត្រាំខាងកំពុងតែធ្វើអីផ្ដេសផ្ដាស់កុំយកដើមឈើពីម្ដាមធ្វើជាព្រៃអាមេរិកមានប្រជាធិបតេយ្យរឹងមាំជាង200ឆ្នាំហើយវាអត់មានទៅណាទេដូច្នេះយើងត្រូវចាំថាច្បាប់នេះវានៅតែរឹងមាំដដែលក៏ប៉ុន្តែគេសួរអញ្ចឹងទៅវិញថាតើអ្នកដែលបានសិទ្ធិច្រកកោនផ្នែកនយោបាយរួចហើយនៅសហរដ្ឋអាមេរិកនេះគេអាចនឹងបញ្ជូនគាត់ទៅកម្ពុជាវិញបានដែរទេហើយផ្អែកទៅលើច្បាប់អីហើយឬក៏ខុសអីប្រព្រឹត្តអីខ្ញុំជឿថាបងប្អូនដែលបានស្ដាប់ឮសូសានេះបងប្អូននឹងបានទទួលព័ត៌មានច្រើនតាក់ទងនឹងការត្រៀមខ្លួនអ្នកដែលសុំសិទ្ធិច្រកកោននយោបាយដែលអាមេរិកព្រមឲ្យទទួលជាពិសេសឆ្លងកាត់ទៅថៃទៅអីហ្មង UN ណាអង្គការសហជីវជាតិគេខំប្រឹងពិចារណាដល់ទម្រាំបញ្ជូនមកដល់អាមេរិកហ្នឹងគឺថាច្រើនកលៈច្រើនអន្លើណាហ្មងមកដល់ណាអញ្ចឹងគឺទទួលស្គាល់ដៃ10ហើយអត់មានបញ្ហាអីទៀតទេមានកន្លែងស្នាក់នៅរៀបចំរកការងាររកអីផ្ទះសម្បែងឲ្យស្នាក់នៅបានយ៉ាងគត់មុតហើយកុំនិយាយតែរឿងទៅបញ្ជូនទៅវិញមានតែរកកន្លែងឲ្យរស់នៅនឹងបានសុខស្រួលមែនតើក៏ប៉ុន្តែគេអាចនឹងលុបឋានៈជាអ្នកសុំសិទ្ធិច្រកកោននយោបាយនឹងបានក្នុងករណីដែលយើងឧទាហរណ៍ថាមកសុំសិទ្ធិច្រកកោនផ្នែកនយោបាយប៉ុន្តែស្រាប់តែថាយើងគិតពីការធ្វើទុកបុកម្នេញរបស់រដ្ឋបាលលោកហ៊ុនសែនឧទាហរណ៍យើងថាយើងគេចាប់ប្រផាត់ចាប់ប្រភីងមកគេធ្វើទុកបុកម្នេញបានគេឲ្យសិទ្ធិរស់នៅដោយស្របច្បាប់ជាជនសុំសិទ្ធិច្រកកោនផ្នែកនយោបាយនៅអាមេរិកហើយស្រាប់តែត្រឡប់ទៅប្រទេសកម្ពុជាវិញឬក៏ស្រាប់តែមកចាប់ផ្ដើមវាយប្រហារក្រុមប្រឆាំងហើយចាប់ផ្ដើមសរសើរពួកប្រជាការនិងកុម្មុយនីសដែលជាក្រុមដែលធ្វើទុកបុកម្នេញរបស់ខ្លួនវិញបងប្អូនទៅមើលឯកសាររបស់ USCIS ឡើងវិញឯកសារស្ដីអំពីសញ្ជាតិនិងអន្តោប្រវេសន៍គឺគេនិយាយថានៅក្នុងករណីដែលជនណាម្នាក់ប្រព្រឹត្តការឆបោកបានន័យថាកុហកមន្ត្រីអន្តោប្រវេសន៍ដើម្បីបានសិទ្ធិច្រកកោនផ្នែកនយោបាយនេះគេឲ្យយើងទៅហើយក៏ដោយក៏ប៉ុន្តែគេរកឃើញថានោះគឺជាការកុហកបងប្អូនអត់តរួចខ្លួនទេណាអាហ្នឹងគឺយើងកុហកគេឧទាហរណ៍យើងមកដូចខ្ញុំនិយាយចឹងថាមកសុំសិទ្ធិច្រកកោនផ្នែកនយោបាយនៅសហរដ្ឋអាមេរិកដោយសារកិច្ចផុតពីរបបជិះជាន់ក្រុងភ្នំពេញដែលធ្វើទុកបុកម្នេញតាមសម្លាប់ក៏ប៉ុន្តែបានហើយស្រាប់តែលួចចាប់ផ្ដើមសរសើរត្រេកអរលើកជើងរដ្ឋាភិបាលក្រុងភ្នំពេញមួយថ្ងៃ10ដងហើយមកវាយប្រហារក្រុមប្រឆាំងហើយទៅប្រទេសកម្ពុជាទៀតបងប្អូនជុង
mình đai phịch cọc tê để phịch trùng anh nè để chàng vàng cả sạch năng tha nè đại kê phải chun tới vinh năng cứ phải chun krom chẳng krom đại o quân son thì phiệp tê pro đại sa luôn màu từ bốn cứ trong đây tha rút kịch pi cả thua tục bọc mình đánh rồi bọc còn mình đi còn phần tay đo tập pe cái ao sứt cho cao này vô bài hái sắp tại bài nó khăm khang krom phải trắng rồi còn nè na đại cái sập còn mình đi hay từ quan trò là thay ba còn mình đi về nhìn chẳng tới khi mình nghĩ ní admin bẩn lơ đầm bay bầm phay bom ôn phần tay bom ôn thưa ở khó cô cá nó không cá đo sứt cho cao này vô bài cứ ban này thà bom ôn có họ chẳng bậc cái ro khơi thà bom ôn miên mu là hai nó không cá đại phay khai nó không cá đại cái thư tục bọc mình anh nơiประเทศดามវិញទេ cứ cái ai lúc chào sứt cho caoផ្នែកនយោបាយរបស់បងប្អូននេះព្រោះអីគេឲ្យសិទ្ធយើងរស់នៅស្របច្បាប់ជ្រកោនដោយកិច្ចផុតពីការធ្វើទុកបុកម្នេញចុះឥឡូវបើយើងលែងអស់ពីការធ្វើទុកបុកម្នេញហើយគេចាំបាច់ទុកយើងទៅអីទៀតព្រោះគេត្រូវការដាក់ម្នាក់មនុស្សផ្សេងទៀតដែលគ្នាត្រូវការកិច្ចផុតពីទុកបុកម្នេញមិនចឹងដូច្នេះអាហ្នឹងដែលយើងក្បត់អញ្ចឹងអាហ្នឹងបើសិនជាគេរកឃើញអញ្ចឹងនីតិវិធីរៀងស្មុគស្មាញបន្តិចប៉ុន្តែអាចប៉ុន្តែមិនមែនក្រុមប្រឆាំងទេតែក្រុមប្រឆាំងដែលពីមុនប្រឆាំងប៉ុន្តែសុំសិទ្ធិជ្រកកោននយោបាយយ៉ាងណានោះហើយទៅស្រាប់តែចូលទៅជាអាណប់ក្រុមកុម្មុយនីសអីវិញអញ្ចឹងទៅអានេះគឺនៅក្នុងបញ្ជីក្រាំងមាសគេទេបងប្អូនដូចខ្ញុំជម្រាបអញ្ចឹងវារឿងកុកនឹងជុងទេណាបានន័យថាវាមិនតាន់ដល់ពេលហើយបើគេធ្វើកគឺគេធ្វើបាននៅក្នុងករណីយើងកុហកហើយបងប្អូនសួរទៀតនឹងធ្វើមិនបានគេធ្វើបានបងប្អូនកុំភ្លេចថាមកហ្នឹងនៅក្នុងសហរដ្ឋអាមេរិកមនុស្សគ្រប់រូបដែលជាជនជាតិអាមេរិកគឺជាបុគ្គលរាយការណ៍តែមានអ្នកណាដាក់សបុតប្តឹងយើងឬក៏រាយការណ៍ប្រាប់យើងថាកុហកគេតែទៅ USCIS អីរៀងញឹកញាប់បន្តិចមានឈ្មោះយើងមានអីប្រាប់ពីករណីយើងកុហកគេអញ្ចេះឥឡូវអញ្ចោះទេហ្នឹងបងប្អូននឹងជិះក្បាលហើយបាទហើយសុំបួងសួងចោះកុំឲ្យមានបងប្អូនដតីទៀតអីហ្នឹងនាំគ្នាធ្វើទុកបុកម្នេញគ្នាអីខ្ញុំចំពោះខ្ញុំអ្នកណាក៏ដោយគ្រប់ត្រគណៈបកណាក៏ដោយបានមកដល់ទឹកដីអាមេរិកហើយមានឱកាសរកទទួលទានមានបានហើយបងប្អូនប្រព្រឹត្តតែអំពើត្រឹមត្រូវទៅប៉ុន្តែវាជារឿងមួយដែលគួរឲ្យអាសូរដែរដែលបងប្អូនខ្លះស្អប់ណាស់កុម្មុយនីសរត់គេចមកប្រផាត់ប្រភេញដល់មកដល់ស្រុកនេះហើយបានដល់ត្រើយសោយគូតគឺយើងទៅចាប់ផ្ដើមអបអរចុះចូលទៅក្នុងជាមួយនឹងគណៈបកកណ្ដាលអំណាចខាងក្រុមកុម្មុយនីសអីចឹងទៅឬក៏ផ្ដាច់ការហើយចាប់ផ្ដើមមកវាយប្រហារវាយធ្វើបាបធ្វើទុកបុកម្នេញជួនកាលចង់គម្រាមកំហែងអ្នកនៅនេះទៀតដូច្នេះអាហ្នឹងគឺយើងជ្រុលណាចាំតែខ្ញុំនិយាយថាវិធីដែលគេផ្ដាច់ឲ្យគេបញ្ជូនទៅវិញហ្នឹងវាអាចមានអ្នកសុំអាស័យលំបានហើយយើងក៏បាត់ឬក៏ហក់គេនៅក្នុងករណីបែបហ្នឹងគឺគេអាចលុបបានបាទខ្ញុំមិនផ្ដល់ប្រឹក្សាផ្នែកច្បាប់អីទេបងប្អូនយកទៅជែកខ្លួនឯងវិញទៅខ្ញុំគ្រាន់តែនិយាយអំពីមេត្រាឬក៏អ្វីដែលជាឯកសារដែលខ្ញុំស្រាវជ្រាវបានពី USCIS ទេហើយខ្ញុំគ្រាន់តែនិយាយជាបនយកតែបនទេហើយបងប្អូនបានជ្រាបហើយកុំទៅជឿឃោសនាអកុសលអ្នកណាគេមកគំរាមកំហែងថាក្រុមប្រឆាំងនឹងតស៊ូតវ៉ាទៅគេនឹងបញ្ជូនចាប់បញ្ជូនទៅខ្មែរវិញអីអញ្ចឹងបងប្អូនបើសិនជាបងប្អូនមានអាស័យលឹមមានសិទ្ធិជ្រកកោននយោបាយគេឲ្យហើយបងប្អូនត្រឡប់ទៅប្រទេសកម្ពុជាវិញគេនឹងដកឲ្យដោយសារអីគេគិតថាបងប្អូនលែងគិតថាប្រទេសកម្ពុជាជាប្រទេសដែលមានបញ្ហាអសន្តិសុខសម្រាប់បងប្អូនហើយម្យ៉ាងទៀតបងប្អូនវិលទៅប្រទេសកម្ពុជាវិញទៅហើយវាអត់ចាំបាច់ឲ្យអាមេរិកអីទុកបងប្អូននៅទីនេះទេបងប្អូនអាចទៅបានឬក៏បងប្អូនមានសញ្ជាតិនៅប្រទេសណាផ្សេងឬក៏រើទៅនៅប្រទេសណាផ្សេងអានោះក៏គេឲ្យយើងទៅតាមដំណើរគេលុបអាស័យលំនឹងទៅវិញហើយអីអញ្ចឹងទៅអានេះគឺខ្ញុំចង់និយាយពីករណីអញ្ចឹងហើយមួយទៀតបើអាមេរិកគេរកឃើញថាយើងនឹងមានគ្រោះគម្រាមកំហែងដល់សុខសន្តិសុវត្ថិភាពសន្តិសុខសង្គមរបស់អាមេរិកអីហ្នឹងក៏រឿងដែរហើយបើប្រព្រឹត្តបទល្មើសគេអាចលុបទៅបានហើយគេបញ្ជូនទៅប្រទេសកម្ពុជាវិញបងប្អូននេះវាអញ្ចឹងតែបើបងប្អូនមកជាមន្ត្រីបកប្រឆាំងបានសិទ្ធិជ្រកកោនផ្នែកនយោបាយគឺបងប្អូន 100% គឺមិនមានអីណាអីទៅរឿងបងប្អូនទេគឺនៅទីនេះបានរហូតអស់មួយជីវិតបាទហើយមិនមានណាគម្រាមកំហែងណាបញ្ជូនទៅស្រុកយៈណាទេលើកឡើងតែបងប្អូនចង់អញ្ជើញទៅវិញតែប៉ុណ្ណឹងឯងហើយបើអញ្ជើញទៅវិញគឺដូចខ្ញុំនិយាយចឹងថាគេនឹងពិចារណាលែងឲ្យអាស័យលំសិទ្ធិជ្រកកោននយោបាយហ្នឹងឲ្យព្រោះបងប្អូនអាចទៅវិញដោយសុវត្ថិភាពទៅរស់នៅស្រុកអគុណសន្តិភាពវិញទៅហេតុអីបានទៅរស់នៅស្រុកអាមេរិកអញ្ចឹងទៅតែប៉ុណ្្នឹងទេ
ហើយអញ្ចឹងបងប្អូនបានទទួលព័ត៌មាននេះហើយឈប់ជឿឃោសនាអកុសលរបស់ចាងវាងកសែតណាឬក៏ឃោសនិករបស់រដ្ឋាភិបាលណាដែលគម្រាមកំហែងបងប្អូនដែលជាចេតនាដូចថាមិនស្មោះត្រង់ចង់គម្រាមឲ្យចង់មិនថាឥឡូវឲ្យគេចាប់បញ្ជូនបងប្អូនទៅស្រុកខ្មែរវិញហ្នឹងមិនបងប្អូនស្រុកខ្មែរគេជាមាតុភូមិកំណើតរបស់គេដែរតើហើយស្មានតែគេចង់កិច្ចអីគេរស់គេកិច្ចមកដោយសារតែវាមានព្រៃពស់សាហាវវាមានឆ្លាមវាមានកពើវាមានពស់វែកដែលសាហាវខូខើតើបានគ្នារត់ចោលស្រុកចោលភូមិណាដែលចង់រត់ចោលស្រុកចោលភូមិបើរស់នៅបានសុខសន្តិភាពនោះប៉ុន្តែវារស់នៅបានតែមួយក្រុមអស់លោកក្រុមគេហ្នឹងគេរស់នៅយ៉ាងលំបាកធ្វើទុកបុកម្នេញគេហើយបើគេទៅវិញក៏ជាមាតុភូមិកំណើតរបស់គេដែរហេតុអីបានជាគម្រាមខ្លាចឲ្យគេទៅវិញមិនបើផ្ទះរបស់គេនៅហ្នឹងតាគាត់ថាគេនៅមិនបានប៉ុណ្ណែងរៅឆានយកពុះវែកយកមកដាក់ពេញហ្នឹងអញ្ចឹងទៅគេនៅអត់បានប៉ុន្តែជាផ្ទះរបស់គេតាចឹងបានន័យថាអស់លោកហ្នឹងគម្រាមសັບសំបីទៅវិលទៅផ្ទះវិញហ្នឹងក៏អត់បានដែរអាងអីថាម៉េចថាមកវិញអស់លោកចាំទទួលធ្វើទុកបុកម្នេញមិនទេចោះអីក៏ចិត្តអីក៏កណ្ដេរថៃអណ្ដេរថៃមកម្លេះខ្មែរគ្នាឯងតាគេទៅវិញក៏ទៅតែអស់លោកហ្នឹងចឹងហើយថាបើទៅវិញតលតែលុតជង្គង់សាពះសុំទោសមេអស់លោកអីទៀតបានអាចចូលស្រុកបានអញ្ចឹងវាដូចថាស្ដាប់ទៅហ្នឹងគឺវាខុសគេខុសឯងវាដូចថាវាខុសពីអាសច្ចានុម័តអា logic យើងធ្វើអីហ្នឹងគឺយើងថាមិនបានគម្រាមកំហែងគេមិនអស់ចិត្តរួយចង់ឲ្យគេសុខសន្តិភាពជាមួយយើងនឹងចង់តែគម្រាមកំហែងធ្វើបាបធ្វើទុកបុកម្នេញហើយអាព័ត៌មានមិនពិតហ្នឹងក៏អស់លោកផ្សព្វផ្សាយយ៉ាងផលផុសហើយបានអីមកវិញអស់លោកគិតថាបានអីមកវិញផ្គាប់ចិត្តមេអស់លោកហ្នឹងឲ្យសុបាយចិត្តដើម្បីឲ្យខ្លាចមកនេះងើបមួយវាយមួយឯងប៉ុន្តែអស់លោកធ្វើដូច្នេះហ្នឹងគឺអស់លោកបាត់មនសិការខ្លួនឯងហើយបំភ្លៃការពិតហើយឥឡូវបងប្អូនដែលស្ដាប់មកអ្នកខ្លះគ្នាមិនសូវបានដឹងព័ត៌មានអីលុះជឿតាមនឹងទៅភ័យតាមគ្នាទៅប៉ុន្តែខ្ញុំជឿថាថ្ងៃនេះខ្ញុំបកស្រាយជូនបងប្អូនប៉ុណ្ណឹងដើម្បីបងប្អូនបានជាគំនិតហើយខ្ញុំថារឿងនេះវាពាក់ព័ន្ធរឿងសំខាន់មួយទៀតនៅសហរដ្ឋអាមេរិកនេះមិនត្រឹមតែគោរពច្បាប់ជាតិនិងអន្តរជាតិប៉ុណ្ណឹងទេសប្តាហ៍ថ្ងៃនេះមន្ត្រីតំណាងរាស្ត្រនៅសហរដ្ឋអាមេរិកហ្នឹងមួយថ្ងៃរវល់ដោយអីចឹងដើម្បីអីណោះស្នើធ្វើអាច្បាប់មួយស្ដីអំពីការដែលគម្រាមកំហែងឆ្លងដែនអាការគម្រាមកំហែងឆ្លងដែនហ្នឹងកំពុងតែសស្រាក់ស្រាំណាដូចថាយើងនៅស្រុកខ្មែរសោះគ្នាមកដល់នៅស្រុកអាមេរិកហ្នឹងតាមគម្រាមកំហែងធ្វើបាបគេនៅស្រុកអាមេរិកឬក៏រឿងបងប្អូនគេនៅស្រុកខ្មែរអីអញ្ចឹងទៅឲ្យតែនរណាហ៊ាននិយាយគ្រប់គ្រងគណៈបកប្រឆាំងឲ្យជំទាស់រដ្ឋាភិបាលនេះឥឡូវហ្នឹងគេកំពុងតែដុតដៃដុតជើងធ្វើអាច្បាប់មួយដើម្បីដាក់ទោសទណ្ឌមន្ត្រីរដ្ឋាភិបាលនៅស្រុកខ្មែរឬក៏នៅស្រុកយៈណាក៏ដោយដែលតាមគម្រាមកំហែងប្រជាពលរដ្ឋខ្លួនឯងមកឆ្លងដែនដល់ស្រុកនេះទៀតហើយមន្ត្រីទាំងអស់ហ្នឹងដែលគ្រប់គ្រងគណៈបកកណ្ដាលអំណាចឬក៏រដ្ឋាភិបាលនៅគ្រប់ប្រទេសដែលថាតាមយកមនុស្សមកទៅធ្វើទុកបុកម្នេញដល់ស្រុកគេអស់លោកក៏អត់នៅយូរបានដែរនៅពេលដែលគេរកឃើញថាអស់លោកបំពេញអាគោលការណ៍នៅក្នុងនាមជាប្រជាពលរដ្ឋឬក៏មានបានស្នាក់នៅបណ្ដោះអាសន្នឬអចិន្ត្រៃយ៍អីយ៉ាងណាស្រាប់តែពំនាំមនោគមវិជ្ជាពីស្រុកដែលធ្វើទុកបុកម្នេញប្រជាពលរដ្ឋនៅប្រទេសខ្លួនឯងមិនអស់ចិត្តហើយតាមមកដល់នាយសមុទ្រទៀតអស់លោកច្បាស់ជាកិច្ចមិនផុតពីបើច្បាប់នេះចេញគឺអស់លោកច្បាស់ជាមិនរួចខ្លួនទេគឺគេនឹងធ្វើទុកតន់របស់យ៉ាងហោចដូចថាដូចបញ្ជូនទៅវិញឬក៏លែងឲ្យចូលអាមេរិកអីចឹងបិទទិដ្ឋាការបង្កក់វីសាអីនឹងជាដើមហើយច្បាប់ហ្នឹងគឺមានន័យដូច្នេះហើយខ្ញុំលើកច្បាប់នេះមកនិយាយដោយសារអីវាតាក់ទងនឹងប្រធានបទបន្ទាប់មកទៀតរបស់ខ្ញុំដែលខ្ញុំនឹងនិយាយអំពីតើប្រជាពលរដ្ឋខ្មែរចង់បានអីសប្ងៃហ្នឹងដើម្បីឲ្យក្រសួងការបរទេសនាំគ្នាយកទៅជួយបងប្អូនខ្មែរផងថាស្ថានភាពយើងវាយ៉ាងម៉េចហើយអានេះតកតនឹងវេទិកាតុកមូលដែលសហគមន៍ខ្មែរយើងនឹងជួបជាមួយមន្ត្រីការបរទេសអាមេរិកនៅថ្ងៃទី26ខែមីនាឆ្នាំ2025យើងនេះនៅតែ 3-4 ថ្ងៃទៀតទេបងប្អូនពិធីនេះក៏សំខាន់ដែរដោយសារអីបងប្អូនខ្លះចិត្តតែនិយាយថាអាមេរិកវាដោះស្រាយតែរឿងវាមិនអស់ផងមកដោះស្រាយអីរឿងខ្មែរហ្នឹងកុំទាំងពឹងលើអាមេរិកអីណាគេមិនជួយយើងទេយើងជួយខ្លួនឯងជាការពិតបងប្អូនគ្មាននរណាជួយខ្មែរយើងជាងខ្មែរយើងទេប៉ុន្តែយើងឲ្យខ្មែរយើងជួយខ្មែរយើងយ៉ាងម៉េចនេះបើខ្មែរយើងបំផ្លាញសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យរំលាយគណៈបកប្រឆាំងរំលាយឆន្ទៈរាស្ត្រ 2-3 លានអ្នកហើយអត់ដោះស្រាយអីសោះចាប់មនុស្សដាក់គុកងើបមួយវាយមួយរហូតទៀតអត់មានស្ថានភាពធូរសោះហើយតែឲ្យអ្នកណាជួយយើងបើខ្មែរយើងអត់ជួយយើងផងហ្នឹងយើងថាមិនពឹងបរទេសទេកុំឲ្យវាថោក
ប៉ុន្តែខ្មែរយើងមានតម្លៃថ្លៃថ្នូរកន្លែងណានៅពេលដែលយើងធ្វើឲ្យខ្មែរយើងអស់ជំរឿដែរហ្នឹងអញ្ចឹងពេលខ្លះយើងត្រូវតែពឹងគេហ្នឹងមិនមែនបានន័យថាឲ្យគេចូលទៅដឹកនាំប្រទេសយើងទេសហរដ្ឋអាមេរិកក្រសួងការបរទេសអាមេរិកគេមានគោលនយោបាយការបរទេសរបស់គេនៅក្នុងការដោះស្រាយប្រទេសជាច្រើននៅលើពិភពលោកដែលជាសម្ព័ន្ធមិត្តឬក៏ដែលមានទំនាក់ទំនងពាណិជ្ជកម្មសេដ្ឋកិច្ចការទូតអីជាមួយអាមេរិកដូច្នេះកាតព្វកិច្ចរបស់គេតាមមើលការខុសត្រូវហើយសហរដ្ឋអាមេរិកមានកាតព្វកិច្ចធំមួយទៀតដោយសារអីតំណាងរាស្ត្ររបស់សហរដ្ឋអាមេរិកទាំងអស់គឺតំណាងឲ្យប្រជាពលរដ្ឋរាប់រយប្រទេសបងប្អូនមិនមែនតំណាងឲ្យតែប្រទេសប្រជាពលរដ្ឋនៅក្នុងស្រុកអាមេរិកទេខ្ញុំនិយាយថាតំណាងឲ្យប្រជាពលរដ្ឋរាប់រយប្រទេសនេះគឺសំដៅទៅលើតំណាងឲ្យជនជាតិអាមេរិកដើមកំណើតអាស៊ីដើមកំណើតអាហ្វ្រិកាដើមកំណើតឥណ្ឌាដើមកំណើតស្អីក៏ដោយហ្នឹងគឺបានន័យថាគាត់បំរើឲ្យប្រជាពលរដ្ឋទាំងអស់នោះដែរព្រោះបោះឆ្នោតឲ្យគាត់អញ្ចឹងប្រជាពលរដ្ឋមានសម្លេងបោះឆ្នោតតាមសហគមន៍មានទាំងប្រទេសកម្ពុជាដែរប្រជាពលរដ្ឋខ្មែរប្រមាណ10000នាក់នៅសហរដ្ឋអាមេរិកបោះឆ្នោតរាល់ឆ្នាំរាល់អាណត្តិហ្នឹងគឺសម្លេងប្រជាពលរដ្ឋយើងក៏មានច្រើនសន្ធឹកដែរដូច្នេះក៏គេមានទម្ងន់នៅក្នុងការយកចិត្តទុកដាក់រឿងយើងដែរបើអត់មានសម្លេងបោះឆ្នោតសោះអាចគេមិនយកចិត្តទុកដាក់ប៉ុន្តែយើងមានសម្លេងបោះឆ្នោតមកកណោក៏ដឹកដែរតានៅ Florida ក៏មាននៅ Florida រដ្ឋដែលលោក Marco Rubio ដែលពីមុនជាសមាជិកព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកនៅ Florida ណាឥឡូវឡើងធ្វើជារដ្ឋមន្ត្រីក្រសួងការបរទេសស្មានតែគាត់ឈឺឆ្អាលរឿងខ្មែរហ្នឹងដោយគាត់មិនបានមានប្រយោជន៍អីពីជនជាតិក្ខ្មែរបោះឆ្នោតឲ្យគាត់ទេគាត់ជនជាតិគុយបាតាពីដើមកំណើតគាត់ត្រូវឈឺឆ្អាលរឿងគុយបាច្រើនជាងមិនចាហេតុអីមកឈឺឆ្អាលរឿងខ្មែរដោយសារតែយើងមានសម្លេងឆ្នោតគ្រប់ត្រហើយយើងមានប្រជាពលរដ្ឋខ្មែរនៅក្នុងសហគមន៍គាត់ហ្នឹងទៅបញ្ចុះបញ្ចូលឬក៏ទៅប្រាប់គាត់ឲ្យជួយមើលខ្មែរដែរដូច្នេះគេក៏ធ្វើតាមសម្លេងរបស់ប្រជាពលរដ្ឋហ្នឹងតាឥឡូវគាត់ជារដ្ឋមន្ត្រីក្រសួងការបរទេសដូច្នេះគាត់ក៏មានភារកិច្ចនៅក្នុងការមើលរឿងនេះដែរខ្ញុំនិយាយអំពីការគម្រាមកំហែងឆ្លងដែនសាររបស់អ្នកដែលចាងវាងកាសែតហ្នឹងណាហើយនឹងស្អីគេឃោសនិកគេប្រមាណដងហើយមានតែស្អីណានោះឃោសនិកណានោះហ៊ានទៅគម្រាមដល់លោកតាំងសារដាស្អីណាបានស្រេចចិត្តហើយវាដែលបានចំណេញអីដល់ប្រទេសកម្ពុជាវាបានតែធ្វើឲ្យមុខមាត់យើងអាប់យោះតែអញ្ចឹងតាសហរដ្ឋអាមេរិកគេដាក់នៅក្នុងបញ្ជីខ្មៅរបស់គេទៅថាមន្ត្រីដែលគ្រប់គ្រងរដ្ឋាភិបាលខ្មែរហ្នឹងគឺមានចេតនាគម្រាមកំហែងមនុស្សឆ្លងដែនអញ្ចឹងធ្វើឲ្យអាសន្ទុះនៅក្នុងការអនុម័តច្បាប់ស្ដីអំពីការប្រយុទ្ធប្រឆាំងការគម្រាមកំហែងឆ្លងដែនហ្នឹងក៏វាកាន់តែលឿនដែរហើយបងប្អូនមានដឹងទេកាលពីឆ្នាំ2023តំណាងរាស្ត្រ2រូបរបស់សហរដ្ឋអាមេរិកគឺមានលោក Marco Rubio នឹងដែរដែលជារដ្ឋមន្ត្រីក្រសួងការបរទេសសប្តាហ៍ថ្ងៃហ្នឹងនិងលោកម្នាក់ទៀតដែលជាតំណាងរាស្ត្ររបស់សហរដ្ឋអាមេរិកមកពីខាងគណៈបកប្រជាធិបតេយ្យកាលហ្នឹងគឺគាត់ស្នើនៅប្រហែលជាខែ3ឆ្នាំ2023ហ្នឹងគឺលោក Jeff Merkley លោក Jeff Merkley នៅ Oregon គាត់បានស្នើសេចក្តីស្នើច្បាប់មួយឈ្មោះថា S831 និយាយអំពីគោលនយោបាយទប់ស្កាត់ការគម្រាមកំហែងឆ្លងដែនហើយពេលដាក់ភ្លាមមកហ្នឹងមានអ្នកគ្រប់គ្រងដែលជាសមាជិកព្រឹទ្ធសភាដែរហ្នឹងគឺព្រមព្រៀងមាន7នាក់ដែរក្នុងនោះក៏មានលោក Marco Rubio ដែលជាសមាជិកព្រឹទ្ធសភាពីរដ្ឋ Florida ហើយសប្តាហ៍ថ្ងៃជារដ្ឋមន្ត្រីក្រសួងការបរទេសហ្នឹងគឺគ្រប់គ្រងសេចក្តីស្នើច្បាប់ហ្នឹងដើម្បីអីទប់ស្កាត់អ្នកដែលគម្រាមកំហែងឆ្លងដែនហើយនៅក្នុងសេចក្តីស្នើច្បាប់នេះគឺដើម្បីធ្វើអីធ្វើឲ្យក្រសួងការបរទេសហ្នឹងចាត់វិធានការឲ្យមើលម៉ាត់តាក់ទងនឹងមន្ត្រីនៃរបបឬក៏រដ្ឋាភិបាលបរទេសណាដែលហ៊ានមកគម្រាមកំហែងប្រជាពលរដ្ឋខ្លួននៅឯទឹកដីសហរដ្ឋអាមេរិកអីចឹងឥឡូវនេះគាត់មកកាន់ការខាងក្រសួងការបរទេសគាត់ធ្លាប់ស្នើចូលរួមស្នើច្បាប់បានន័យថាសេចក្តីស្នើច្បាប់ហ្នឹងគឺណែនាំដាក់ស្នើដោយលោក Jeff Merkley ទេប៉ុន្តែលោក Marco Rubio ក៏ចូលរួមគ្រប់គ្រងបានន័យថាលោកពេញចិត្តនឹងចំហហ្នឹងឥឡូវលោកកាន់ការជារដ្ឋមន្ត្រីក្រសួងការបរទេសចាំបានន័យថាលោកបានចូលរួមឈឺឆ្អាលក្នុងរឿងនេះអញ្ចឹងអ្នកណាដែលគម្រាមកំហែងក្រៅប្រទេសនេះឥឡូវនេះរដ្ឋមន្ត្រីការបរទេសដែលធ្លាប់ឈឺឆ្អាលរឿងហ្នឹងចឹងបានន័យថាបើយើងទៅនិយាយអីជាមួយគាត់ឲ្យដោះស្រាយរឿងហ្នឹងជាច្បាស់ជាបានប្រយោជន៍ហើយព្រោះអីគាត់ធ្លាប់ស្នើច្បាប់ហ្នឹងពីមុនមកចូលរួមស្នើច្បាប់ហើយច្បាប់នេះមិនមែនស្នើដោយតែព្រឹទ្ធសភាទេនៅសភាជាន់ទៀតគឺខាងសមាជិករដ្ឋសភាក៏បានស្នើច្បាប់មួយដែរដូចគ្នាអញ្ចឹងគឺគេហៅ HR 3654កាលហ្នឹងមាន
តំណាងរាស្ត្រពីខាងគណៈបកប្រជាធិបតេយ្យសំទោសគណៈបកសាធារណរដ្ឋនៅឯ New Jersey បាទកាលនឹងឈ្មោះលោក Christopher Smith ដែលគាត់ស្នើមកឲ្យមានអ្នកខូសាញគឺ co-sponsor រួមគ្រប់គ្រងនឹងដល់ទៅ22ណាតំណាងរាស្ត្រ22នាក់ឯណោះហើយក្រោយមកគេស្នើច្បាប់ដើម្បីឲ្យមន្ត្រីប៉ូលីសហ្នឹងគឺគ្រប់គ្រងចាត់ការអ្នកដែលគម្រាមកំហែងឆ្លងដែនដូច្នេះអាសន្ទុះនេះកំពុងតែទៅមុខហើយអស់លោកនាំគ្នាប្រឹងតែគម្រាមកំហែងឆ្លងដែនវាហាក់បីដូចជាកំពុងតែយកកតឡនតែអញ្ចឹងណាវាអត់បានចំណេញអីទេអស់លោកថាងប្រហែលជានិយាយចឹងទៅធ្វើឲ្យពួកមន្ត្រីបពប្រឆាំងសកម្មជនឯបាក់ស្បាតប៉ុន្តែគេនៅស្រុកនេះគេដឹងច្បាប់ដឹងទម្លាប់មកកណោហ្នឹងស្រុកអស់លោកបានតែនិយាយតែគម្រាមកំហែងគេនោះតែប៉ុណ្្នឹងឯងមានអីលើសហ្នឹងងើបមួយវាយមួយមានតែប៉ុណ្្នឹងឯងគេទៅដល់ណាអស់ហើយអស់លោកនៅតែងើបមួយវាយមួយហ្នឹងឯងគេទៅដល់ឋានប្រច័នអស់ហើយអស់លោកនៅតែលូមកកង់$40ហ្នឹងឯងតែប៉ុណ្្នឹងយើងវាអញ្ចឹងឯងសារវ៉ាន់3មក3ក្រោយគឺរំទឹះភ្លឺនៅតែនៅកន្លែងដែរហ្នឹងខ្ញុំនិយាយនេះគឺខ្ញុំចង់លើកឡើងពីលោក Marco Rubio ហេតុអីបានជាស្នើច្បាប់បែបនេះឥឡូវនេះគាត់ជារដ្ឋមន្ត្រីក្រសួងការបរទេសបងប្អូននេះចូលដល់រឿងថ្ងៃទី26ខែមីនាឆ្នាំ2025ថ្ងៃទី26នេះគឺត្រូវនឹងម៉ោង11ព្រឹកនៅឯរដ្ឋធានី Washington ព្រោះក្រសួងការបរទេសអាមេរិកមានមូលដ្ឋាននៅរដ្ឋធានី Washington គេបានជ្រើសរើសយកម៉ោង11ព្រឹកដើម្បីជួបជុំស្ដាប់មតិសហគមន៍ខ្មែរយើងនិងមន្ត្រីការបរទេសនេះជាជុំទី1បាទធ្វើនៅម៉ោង11ខែមីនាត្រូវនឹងថ្ងៃពុធបងប្អូននៅតែប្រហែលថ្ងៃទៀតព្រោះថ្ងៃនេះថ្ងៃសៅរ៍នៅស្រុកខ្មែរមិនចឹងអាទិត្យម្លងតែបន្តិចដើមសប្តាហ៍ថ្ងៃពុធដល់ហើយប៉ុន្តែពុធនៅស្រុកនេះវាត្រូវនឹងយប់ថ្ងៃពហុម៉ោង10នៅស្រុកខ្មែរបងប្អូនពួកវាម៉ោង11ព្រឹកថ្ងៃពុធវាត្រូវម៉ោង10យប់ម៉ោងនៅឯស្រុកខ្មែរបងប្អូនអាចចូលរួមបានដោយសេរីព្រោះអីខាងអង្គការ Save Cambodia គាត់បានបង្កើតឲ្យវាមានប្រព័ន្ធចូលរួមតាម Zoom ហ្នឹងដោយសេរីបងប្អូនអាចចូលស្ដាប់បានពីកម្ពុជាពីម៉ាឡេពីកូរ៉េពីអូស្ត្រាលីពីណាក៏បានដែរហើយថ្ងៃ25មួយថ្ងៃមុនហ្នឹងពិធីនេះចាប់ផ្ដើមបានគាត់ផ្សព្វផ្សាយដំណរភ្ជាប់ដើម្បីឲ្យបងប្អូនចូលទៅចុចវាហើយចូលមើលបើតាមដឹងគឺបងប្អូនត្រូវ download បានapp មួយឈ្មោះថា Teams ព្រោះពួកគាត់ធ្វើកម្មវិធីជួបតាមហ្នឹងហើយបងប្អូនដែលអត់សូវចេះបច្ចេកវិទ្យាអីហ្នឹងខ្ញុំជឿថាតិចទៀតគាត់នឹងមានវីដេអូបង្ហាញអំពីរបៀបចូលរួមហ្នឹងហើយខ្ញុំក៏មានកិត្តិយសយ៉ាងក្រៃលែងដែលត្រូវបានអង្គការ Save Cambodia ទុកចិត្តឲ្យបកប្រែបកបដិញតម្រងបងប្អូនកុំភ័យថាអត់ចេះអង់គ្លេសមកតួផងហ្នឹងទៅស្ដាប់គេមិនបានបាទខ្ញុំបានស្ម័គ្រចិត្តចូលទៅបកប្រែឲ្យតែស្អីក៏ដោយចំណេញបងប្អូនខ្មែរយើងសង្គមយើងចូលចិត្តតែខាងរដ្ឋាភិបាលកម្ពុជាគេមិនថានឹងរឿងចំណេញទេគេថាយើងបំផ្លាញជាតិទេព្រោះទៅជជែកជាមួយមន្ត្រីការបរទេសឲ្យនិយាយពីរឿងគេជួយអីខ្មែរហ្នឹងមានអីមានរឿងដាក់ទណ្ឌកម្មមានរឿងឲ្យយើងកែសិទ្ធិមនុស្សប្រជាធិបតេយ្យគាត់មានចង់កែអីតែអញ្ចឹងទៅតែយើងតាមគ្នាទៅនិយាយរឿងហ្នឹងគាត់មានសប្បាយចិត្តទេប៉ុន្តែខ្ញុំជាខ្មែរខ្ញុំមានមោទនភាពហ៎ពួកខ្ញុំមានចំណេះជំនាញល្មមគ្រប់គ្រាន់ដើម្បីបកប្រែពីអង់គ្លេសទៅជាភាសាខ្មែរសម្រួលឲ្យបងប្អូនបានយល់ខ្លឹមសារគេចែកអីដែរកុំឲ្យគេនិយាយទៅយើងស្ដាប់មិនបាន1ម៉ោងទេបងប្អូនបើបងប្អូនមានពេលចំណាយពេលវេលាចូលរួមទៅខ្ញុំនឹងបកប្រែ1ម៉ោងជូនបងប្អូនតាមការគួរហើយដូចខ្ញុំជម្រាបអញ្ចឹងគេនឹងឲ្យដំណរភ្ជាប់នោះជូនបងប្អូននៅក្នុងថ្ងៃទី25គឺថ្ងៃអង្គារមួយថ្ងៃមុនហ្នឹងអញ្ចឹងបងប្អូនចង់ដឹងព័ត៌មានបន្ថែមចូលទៅមើល Save Cambodia Facebook អីឬក៏ website គាត់ទៅវាយពាក្យ Save Cambodia ទៅ SAVE Cambodia ទៅយើងឃើញ Facebook គាត់ហើយឬក៏ website គាត់ហើយគេហាក់ទំព័រហ្នឹងបងប្អូនចូលមើលទៅបងប្អូននឹងបានជ្រាបព័ត៌មានច្រើនបន្ថែមទៀតតែខ្ញុំហ្នឹងគ្រាន់តែថាជាអ្នកស្ម័គ្រចិត្តហ្នឹងគេចិត្តទៅជួយផ្ដល់ព័ត៌មានទៅឲ្យតែចំណេញសហគមន៍ហើយខ្ញុំថាជម្រាបជូនបងប្អូនដែរតើមានព័ត៌មានអីគេខ្លះថ្មីទៀតទេដើម្បីថាគាត់រៀបចំវេទិកាតុកមូលជាមួយក្រសួងការបរទេសបងប្អូនខ្ញុំជម្រាបលើកមុនមានតែ3ទេសំណូមពរធំណាតាមពិតអង្គការ Save Cambodia នៅក្នុងរយៈពេលខ្លីណាស់ដែលប្រកបប្រកាសដើម្បីឲ្យបងប្អូនដាក់ពាក្យមកចូលរួមដើម្បីបញ្ចេញមតិជួយទៅខាងក្រសួងការបរទេសឲ្យគេជួយយើងអីខ្លះនោះណា
មានបងប្អូនច្រើនរយអ្នកមែនតើដែលដាក់មកហ្នឹងគឺថាឯកសារកអញកពស់ណានៃដើម្បីយកស្រង់មតិបងប្អូនប៉ុន្តែស្រង់បាន5ចំណុចធំៗបងប្អូនហើយខ្ញុំជម្រាបថា3ចំណុចនោះខ្ញុំបានជម្រាបរួចទៅហើយដែលបងប្អូនចង់បានមែនតើទី1គឺសូមឲ្យស្ថាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញឲ្យមានការបោះឆ្នោតដោយសេរីត្រឹមត្រូវយុត្តិធម៌ឲ្យមានអង្គការសង្គមស៊ីវិលឯករាជ្យឲ្យមានប្រព័ន្ធផ្សព្វផ្សាយឯករាជ្យលក្ខណៈអាហ្នឹងចំណុចទី1ណាក៏ចង់បានដែរនិយាយទៅទាំងអស់គ្នាទី2គឺតកតងនឹងបញ្ហាសេដ្ឋកិច្ចនឹងពិបាកណាស់ចំពាក់លុយធនាគារមិនដឹងវេទនាសម្បើមណាស់អំពើពុករលួយនឹងក៏វារ៉ាំរ៉ៃតើឲ្យគេជួយយ៉ាងម៉េចដើម្បីដោះស្រាយបញ្ហានឹងផងខ្ញុំមិនដឹងថាអាមេរិកទៅជួយដោះស្រាយបញ្ហាពុករលួយនិងបញ្ហាសេដ្ឋកិច្ចរបស់បងប្អូនយ៉ាងម៉េចបានខ្ញុំជឿថាបើដោះស្រាយចំណុចទី1ចេញអារឿងសិទ្ធិមនុស្សនិងប្រជាធិបតេយ្យតែមានហើយអាពុករលួយអាសេដ្ឋកិច្ចអីហ្នឹងវាដើររលូនតាមនឹងលឿនដូចគ្នាក៏ប៉ុន្តែយ៉ាងណានេះជាសំណូមពរបងប្អូនហើយទី3បងប្អូនចង់ឲ្យដោះស្រាយរឿងព្រំដែនរឿងអធិបតេយ្យយើងនឹងកុំឲ្យលុះក្រោមឥទ្ធិពលចិនឬក៏កុំឲ្យរដ្ឋាភិបាលហ្នឹងគឺដូចថាផ្កើនប្រជាពលរដ្ឋមិនស្ដាប់សំណូមពរចង់ឲ្យដោះស្រាយបញ្ហាកោះបញ្ហាសមុទ្របញ្ហាអធិបតេយ្យអីហ្នឹងអញ្ចឹងទៅពួកគាត់ពិបាកចិត្តថារដ្ឋាភិបាលនឹងមើលទៅដូចជាទុនចង្ហយអញ្ចឹងទៅចង់ឲ្យសហរដ្ឋអាមេរិកជួយអីបានជួយទៅអាហ្នឹង3មុនហ្នឹងក៏ប៉ុន្តែ2ក្រោយថែមទៀតនេះគឺដោយសារមានព្រឹត្តិការណ៍2ដែលតែកើតឡើងថ្មីហ្នឹងគឺក៏សំណូមពរបងប្អូនហ្នឹងក៏ច្រើនទី4ហ្នឹងគឺសំដៅទៅលើការទប់ស្កាត់ការគម្រាមកំហែងឆ្លងដែនហ្នឹងបងប្អូនចង់ឲ្យសហរដ្ឋអាមេរិកដោះស្រាយឲ្យខាងតែបានគឺថាបើមានមន្ត្រីគ្រប់គ្រងរដ្ឋាភិបាលកម្ពុជាណាដែលមករស់នៅសហរដ្ឋអាមេរិកហើយមកគម្រាមកំហែងប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិកនៅក្នុងការចូលរួមក្នុងជីវភាពនយោបាយឬក៏គម្រាមធ្វើទុកដុកបុកម្នេញពេលទៅដល់ខ្មែរវិញដល់បងប្អូនមិនឲ្យដូចថារករឿងអីគេហ្នឹងគឺឲ្យសហរដ្ឋអាមេរិកដោះស្រាយចាត់ការរឿងហ្នឹងឲ្យខាងតែបានអញ្ចឹងទៅអានេះចំណុចទី4ដែលចូលឲ្យខ្ញុំជឿថាចំណុចទី4នេះវាស្របគ្នាទៅនឹងអ្វីជាចំហរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Marco Rubio ដែលខ្ញុំបានជម្រាបឲ្យតាំងឆ្នាំ2023ដើមឆ្នាំដែលគាត់បានចូលរួមស្នើច្បាប់ស្តីអំពីការទប់ស្កាត់ការគម្រាមកំហែងឆ្លងដែនហ្នឹងហើយខ្ញុំជឿថារឿងនេះគឺជាការដាស់តឿនរដ្ឋមន្ត្រីក្រសួងការបរទេសឲ្យរំលឹកទៅណាអ្វីដែលលោកបានបដិញ្ញាពីមុនមកហ្នឹងហើយយកទៅអនុវត្តតែប៉ុណ្្នឹងជាសំណូមពរសមស្របទេមួយទៀតគឺតកតងនឹងរឿងអាស៊ីសេរីនិងសម្លេងសហរដ្ឋអាមេរិកបងប្អូនដឹងហើយថានៅពេលដែលសហរដ្ឋអាមេរិកចាប់ផ្ដើមដកថវិកាដែលធ្លាប់ជួយទៅអង្គការដែលជាអាណាព្យាបាលជាឪពុកម្ដាយរបស់ Cambodia Daily និងវិទ្យុសម្លេងសហរដ្ឋអាមេរិកនោះគឺធ្វើឲ្យស្ថាប័នវិទ្យុទាំងពីរនេះត្រូវដំណើរការទាំងស្រុងបងប្អូនគឺនិយាយទៅពេលម៉ោងកំពុងតែចែកនេះគឺអស់មានការផ្សាយរបស់ពួកគាត់ហើយវានៅតិចតួចមានអ្នកចាំផ្ទះម្នាក់ពីរដើម្បីមុននឹងការតវ៉ាបញ្ចប់នៅប្រហែលជា 2-3 អាទិត្យទៀតតែប៉ុណ្ណឹងឯងប៉ុន្តែបើគេអត់ឲ្យលុយគឺបានន័យថាពួកគាត់អស់ហើយតែយ៉ាងណាការបន្តសេវាយ៉ាងណាទៀតវាអាស្រ័យទៅលើសេវានីមួយៗទេបងប្អូនខ្ញុំជម្រាបម្ដងទៀតវិទ្យុអាស៊ីសេរីមាន9ភាសាគឺមានទាំងអង់គ្លេសខ្មែរវៀតណាមឡាវភូមាចិនអ៊ុយហ្គរទីបេអីនឹងជាហូហែហ្នឹងកូរ៉េអីចឹងទៅប៉ុន្តែនៅក្នុងហ្នឹងគឺក៏មានសេវាភាសាខ្មែរយើងក្នុងហ្នឹងហើយមកសេវាហ្នឹងគឺទទួលលុយពីអង្គការមេ USAGM ហ្នឹងគឺប្រហែលជាមួយសេវាប្រហែល5ទៅ6លានដុល្លារដែរដូច្នេះបើគេផ្ដាច់លុយអស់អញ្ចឹងសេវាអស់នេះត្រូវការ6លានដុល្លារដើម្បីដើរណាបងប្អូនសូម្បីតែសេវាវិទ្យុអាស៊ីសេរីជាភាសាខ្មែរហ្នឹងក៏អញ្ចឹងដែរ6លានដុល្លារតែទៅរកឯណាបានបងប្អូនដូច្នេះបើសិនជាគ្មានលុយទេវាពិបាកគេអត់បិទទេម្ដងទៀតសហរដ្ឋអាមេរិកអត់មានគោលការណ៍បិទវិទ្យុនិងស្ថាប័នទាំងអស់នេះសោះគ្មានច្បាប់ណាមកបិទសម្លេងវិទ្យុដូចយើងនៅស្រុកខ្មែរទេអត់មានទេគឺគេគ្រាន់តែដកលុយលែងគ្រប់ត្រអញ្ចឹងទៅគឺធ្វើឲ្យគាត់លំបាកប៉ុន្តែបើគាត់ទៅរកលុយពីមហាសេដ្ឋីអុកញ៉ាឬអង្គការមិនរកប្រាក់កម្រៃអ្នករកស៊ីណាដែលគេសម្បូរលុយគេចង់ជួយប្រជាពលរដ្ឋណាដែលគេចង់ជួយគាត់អាចនៅតែបន្តបានទៀតអីអញ្ចឹងតែគាត់ថាវាមិនពេញសមត្ថភាពដូចរាល់ដងតែគាត់អាចធ្វើជាទ្រង់ទ្រាយតូចអីបានតទៅទៀតគាត់ថាប្រសិទ្ធភាពយ៉ាងណានោះយើងនឹងតាមមើលតទៅទៀត
ប៉ុន្តែខ្ញុំជឿថាពួកគាត់នឹងតស៊ូតទៅទៀតដូចគ្នាដែរវិទ្យុសម្លេងសហរដ្ឋអាមេរិកក៏តែអញ្ចឹងដូច្នេះសរុបសេចក្តីមកវិញគឺនៅក្នុងជំនួបនេះគឺបងប្អូនប្រជាពលរដ្ឋខ្មែរហើយរួមនឹងអង្គការ Save Cambodia ខ្លួនឯងក៏គិតថាមានសារៈសំខាន់នៅក្នុងការលើកបញ្ហានេះឡើងវិញទៅនិយាយជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកដែលជាអ្នកដែលចាត់ចែងថវិកានឹងសម្បើមដូច្នេះអាចនឹងពួកគាត់មូលមតិគ្នាដើម្បីឲ្យពួកគាត់ធ្វើយ៉ាងម៉េចកុំផ្ដាច់ថវិកាទាំងអស់ឬក៏ដោះស្រាយដោយផ្នែកណាមួយដើម្បីឲ្យប្រតិបត្តិការនេះមានឡើងវិញដោយសារពួកគាត់គិតពីប្រយោជន៍ហើយបងប្អូនប្រជាពលរដ្ឋខ្មែរដែលជាអ្នកបងពុននៅសហរដ្ឋអាមេរិកនេះសុទ្ធតែមានទឹកមាត់ប្រៃអាចនិយាយជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេសឬក៏មន្ត្រីការបរទេសអំពីសមានចិត្តរបស់យើងដែលជាអ្នកបងពុនដែលចង់ឲ្យសម្លេងសេរីដូចជាវិទ្យុអាស៊ីសេរីជាភាសាខ្មែរអញ្ចឹងឬក៏វិទ្យុ VOA អីហ្នឹងចង់ឲ្យមានដំណើរការឡើងវិញឲ្យពន្យល់ប្រាប់អំពីសារៈសំខាន់តើបងប្អូនបានចំណេញអីខ្លះពីវិទ្យុទាំងអស់នោះដូច្នេះខ្ញុំជឿថាគេនឹងស្ដាប់ហើយវាត្រូវនឹងស្ថានភាពជាក់ស្ដែងនេះផងបាទឥឡូវនេះខ្ញុំសង្ខេបការផ្សាយផ្ទាល់របស់ខ្ញុំត្រឹមប៉ុណ្ណេះចុះបងប្អូនហើយដូចសារជាថ្មីគឺយើងនឹងជួបគ្នាបើខ្ញុំជួបនៅថ្ងៃ26ខែមីនាហ្នឹងគឺជួបតាមរយៈការបកប្រែព្រោះដោយសារខ្ញុំនឹងបកប្រែបណ្ដេញគឺនៅពេលដែលពិធីនឹងរៀបចំនៅថ្ងៃទី26ហើយបងប្អូនចូលរួមចាំមើលដំណរភ្ជាប់ខ្ញុំក៏នឹងផ្សាយជូនបងប្អូនដែរនៅពេលដែលឃើញដំណរភ្ជាប់ដែលចែករំលែកដោយអង្គការ Save Cambodia នេះយើងនឹងជួបគ្នាទៀតនៅពេលដែលមានព័ត៌មានថ្មីបន្ថែមទៀតហើយសម្រាប់ពេលនេះខ្ញុំអរគុណបងប្អូនទាំងអស់ដែលបានចូលរួមស្ដាប់ការបកស្រាយរបស់ខ្ញុំតាំងតែពីដើមរហូតដល់ពេលនេះសូមប្រសិទ្ធពរជ័យសិរីសួស្តីជ័យមង្គលចូលកើតមានដល់បងប្អូនខ្មែរទាំងអស់គ្រប់ទិសទីសូមឲ្យប្រកបរបរទទួលទានមានបាននឹងអាចសងធនាគារបានឆាប់បាទកុំឲ្យពិបាកសូមជម្រាបលា